อันนี้ខ្ញុំចង់និយាយបទពិសោធន៍ចំពោះការគិតកំហុសចំពោះការគិតតែពិតការគិតត្រឹមត្រូវហើយការគិតគឺជាអំណាចមានន័យថាបើយើងគិតខុសវាធ្វើឲ្យបញ្ហាកើតឡើងចំពោះខ្លួនឯងក៏ដូចអ្នកដទៃប៉ុន្តែបើយើងគិតត្រូវគុណសម្បត្តិនឹងមានចំពោះយើងចំពោះក្រុមគ្រួសារយើងក៏ដូចជាចំពោះអ្នកដទៃបាទអញ្ចឹងហើយបានថានិយាយអំពីការគិតជាអំណាចប៉ុន្តែសួរថាការគិតវាមានកំហុសទេកំហុសចំពោះការគិតទេបាទការពិតជាមានកំហុសចំពោះការពិតបើមិនជាយើងអត់ស្គាល់ច្បាស់អំពីតម្លៃចំពោះការគិតមែនតើទៅកូនស្រីរបស់ខ្ញុំគាត់ទៅរៀនធម្មតាក្មេងមានលក្ខណៈប្រែប្រួលអត់ទៀងទាត់ទេជួនកាលក្មេងៗដូចគ្នាគាត់ត្រូវរើគ្នាណាគាត់ស្រឡាញ់គ្នាអញ្ចឹងទៅថ្ងៃហ្នឹងបាទពេលស្អែកឡើងបែរទៅជាឆ្លោះគ្នាពាក្យសម្ដីគ្នាខឹងគ្នាទីទួចគាត់មកបានមកប្រាប់ខ្ញុំវិញគាត់ថាប៉ាកូនមិនចូលចិត្តឈ្មោះនេះឈ្មោះនោះទេដែលម្ដងចេះម្ដងចោះអញ្ចឹងបាទម្ដងលេងមួយគាត់ទៅម្ដងមិនលេងគាត់ជាមួយគាត់ទៅបាទម្ដងនិយាយមួយគាត់ម្ដងមិននិយាយមួយគាត់ទៅគាត់គិតថាអញ្ចឹងបាទគាត់គិតថាអ្នកនឹងអត់ល្អទេហើយខ្ញុំក៏បានផ្ដល់យោបល់ឲ្យគាត់វិញដែរថាកូនការគិតរបស់កូនមិនតាន់ត្រឹមត្រូវទេបើកូនចង់គិតបានត្រឹមត្រូវលុះត្រាតែទី1បញ្ហាចំណេះដឹងអញ្ចឹងកូនប្រឹងរៀនឲ្យបានចេះដឹងតាំងពីភាសាជាតិជាពិសេសហើយនឹងភាសាអន្តរជាតិបាទកូនចេះដឹងកូនរៀនឲ្យបានច្រើនទៅតាមការណែនាំរបស់ឪពុកម្ដាយដែលថាកូនទៅសាលាហ្នឹងកូនទៅរៀនដើម្បីអីគេដើម្បីឲ្យកូនគិតត្រូវបែបវិជ្ជមានកុំឲ្យការគិតរបស់គាត់កូនមានកំហុសទី1ទី2កូនត្រូវស្វែងយល់អំពីបរិយាកាសនៅជាមួយមិត្តភ័ក្តិរបស់កូនហ្នឹងបរិយាកាសមានន័យថាម៉េចថាតើពេលនោះតើកូនពូម៉ាក់កូននឹងជាប់រវល់ឬក៏យ៉ាងម៉េចហើយទឹកមុខរបស់គាត់សប្បាយចិត្តទេមើលទៅឬក៏គាត់មានបញ្ហាផ្ទាល់ខ្លួនរបស់គាត់ឬក៏គាត់មានបញ្ហាជាមួយនឹងគ្រួសាររបស់គាត់យើងកូនត្រូវមើលកិច្ចការងារនឹងឲ្យច្បាស់ទី2កិច្ចការទី3តើទៅនឹងបទពិសោធន៍មានន័យថាបើសិនជាកូនមិត្តភ័ក្តិរបស់កូនថ្ងៃហ្នឹងគាត់មិនសប្បាយចិត្តស្អែកឡើងគាត់សប្បាយចិត្តខាងស្អែកឡើងគាត់មិនសប្បាយចិត្តខាងស្អែកឡើងសប្បាយចិត្តគឺថាវាវល់អានឹងគឺថាយើងត្រូវដឹងថានេះគឺចរិតលក្ខណៈរបស់មិត្តភ័ក្តិរបស់កូនហើយអញ្ចឹងកូនមិនត្រូវប្រកាន់របស់គាត់ទេបាទទីហើយម្យ៉ាងមួយទៀតចំណុចនេះជួនកាលកូនអាចធ្វើអ្វីមួយដែលគេមិនពេញចិត្តហើយកូនចេះតែប្រកាន់គេអានឹងក៏អត់ល្អដែរនេះជាបទពិសោធន៍អញ្ចឹងកូនមើលបែបហ្នឹងឯងហើយទី4កូនត្រូវចេះវាតម្លៃផងដែរវាតម្លៃដូចបានរៀបរាប់អញ្ចឹងគឺមានថាទី1ទី2ទី3ខាងលើហ្នឹងគឺដើម្បីវាតម្លៃអញ្ចឹងពេលហ្នឹងការសម្រេចចិត្តរបស់កូនគឺពិតជាកម្រនឹងខុសណាបាទការគិតរបស់កូនកម្រនឹងខុសណាបាទការគិតរបស់កូនកម្រនឹងខុសដោយសារកូនចេះវាតម្លៃកូនចេះស្វែងយល់អំពីកិច្ចការងារអ្វីដែលកូនបានជួបប្រទះទាំងអស់ហ្នឹងហើយអញ្ចឹងកូនមិនត្រូវគិតអវិជ្ជមានចំពោះអ្នកដទៃទេអញ្ចឹងបើសិនជាកូនព្យាយាមគិតអវិជ្ជមានចំពោះអ្នកដទៃខ្លាំងពេកគឺមានន័យថាជាកំហុសចំពោះការគិតអញ្ចឹងណាកូនណាបាទហើយចំពោះកំហុសក្នុងការគិតវាអាចកំហុសខ្លះធ្វើឲ្យប៉ះពាល់ដល់ខ្លួនឯងហើយកំហុសខ្លះវាអាចធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃអញ្ចឹងការស្វែងយល់ការគិតនេះគឺទាមទារទៅលើអ្វីដែលប៉ាបានរៀបរាប់ប្រាប់កូនខាងលើហ្នឹងគឺ4ចំណុចហ្នឹងបាទពេលនោះភាពលំអៀងចំពោះការគិតมันមានជាច្រើនទេក៏ប៉ុន្តែបើសិនជាកូនទៅសាលារៀនកូនអត់បែរទៅជារៀនកូនអត់ស្ដាប់គ្រូកូនអត់ស្ដាប់មិត្តភ័ក្តិល្អកូនខ្វះការសេពគប់ជាមួយមិត្តភ័ក្តិល្អអញ្ចឹងពេលនោះការគិតរបស់កូនគឺភាគច្រើនអវិជ្ជមានតែម្ដងមិនដឹងចំណុចនេះប៉ាគាត់នៅលើកអំពីកំហុសនៃការគិតទេអញ្ចឹងកូនត្រូវពិចារណាទៅលើកិច្ចការងារឡើងវិញណាកាលណាយើងគិតអវិជ្ជមានចំពោះអ្នកដទៃអញ្ចឹងគេអាចនឹងគិតអវិជ្ជមានចំពោះយើងអានឹងវាស្មើភាពគ្នាក៏ប៉ុន្តែបើយើងគិតអវិជ្ជមានចំពោះអ្នកដទៃហើយគេបែរជាគិតវិជ្ជមានចំពោះយើងវិញអានឹងគឺជាកំហុសរបស់យើងហើយមានន័យថាគេអត់មានបញ្ហាជាមួយយើងទេប៉ុន្តែខ្លួនយើងចេះតែមានបញ្ហាជាមួយគេថាអ្នកនេះចេះអ្នកនោះចុះរហូតទៅអានឹងគេថានេះគឺជាកំហុសដែលបែបអវិជ្ជមានបាទ
កំហុសដោយសារការគិតហ្នឹងឯង